សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយគេហៅថាសាច់ជ្រូកចិញ្ច្រាំឆាម្រះព្រៅសូមបងប្អូនទស្សនាដូចតទៅយើងដាក់ខ្ទះក្តៅហើយដាក់ខ្លាញ់ដាក់ម្ទេសខ្ទឹមរួចយើងលីងបន្តិចឲ្យវាឡើងឈ្ងុយរួចយើងដាក់សាច់ជ្រូកចិញ្ច្រាំពេលយើងកូរទៀតយើងឆាទៀតឆាវាឡើងក្អូបដាក់ទឹកត្រីទឹកម្ទេសប្រេងខ្យងវាចេញបន្តិចស្ករសបន្តិចហើយនឹងទឹកស៊ុបបន្តិចឲ្យវាមានរសជាតិរួចហើយយើងត្រឡប់ជូលគ្នាឲ្យសព្វហើយយើងដាក់សណ្តែកគួរពីដើមដាក់ម្រះព្រៅហើយយើងលីងវាឲ្យឡើងឈ្ងុយពេលនេះសាច់ជ្រូកចិញ្ច្រាំឆាសាច់ជ្រូកចិញ្ច្រាំរបស់យើងបានរួចរាល់ហើយសូមអរគុណសូមជម្រាបលា